ចូលឆ្នាំនេះឆ្នាំម្សាញ់នៅខាងមុខប្រាសាទអង្គរវត្តគឺគេរៀបចំស្អាតមែនទែនមានកន្លែងថតជាច្រើនជាពិសេសអ្នកចូលចិត្តថតរូបគឺចូលទៅមិនខកបំណងឡើយមកដល់ថ្ងៃចូលឆ្នាំធានាថាថតមកពេញចិត្តហ្មងមានសាលាឆោទៀនមានរោងមហោស្រពមានកន្លែងភូមិបុរាណមានភូមិកំសាន្តអីចឹងហើយកន្លែងនេះគឺភូមិយុទ្ធគុណចម្រុះខ្មែរបុរាណកន្លែងហ្នឹងគឺសម្រាប់មានអ្នកខាត់ក្បាច់គុណបុក្កតោអីចឹងគាត់បង្ហាញក្បាច់គុណបង្កើតនៅកន្លែងហ្នឹង ហើយកន្លែងនេះគឺផ្ទះខ្មែរបុរាណហើយឥឡូវនេះគឺកំពុងតែរៀបចំអញ្ចឹងគេអត់ទាន់ឲ្យយើងចូលថតខាងក្នុងទេបើថ្ងៃចូលឆ្នាំគឺយើងអាចចូលទៅថតខាងក្នុងនោះបានធានាថាស្អាតហ្មងហើយនេះកន្លែងនេះក៏យើងអាចចូលថតបានដែរភូមិខ្ញុំញញឹមសាទរហើយកន្លែងនេះក៏ស្អាតដូចគ្នាដែរគេមានផ្កាអីធ្វើអំពីស្លឹកត្នោតហើយនៅកន្លែងនេះម្ដុំនេះគឺគេលេងហ្គេមល្បែងប្រជាប្រិយរំអីចឹងណាមានល្បែងច្រើនមែនទែនមានលាក់កសែងចោលឈូងលេងបាញ់ទឹកលេងអីនៅហ្នឹងណាព្រោះអីមានហើយមានកន្លែងលេងល្បែងផ្សេងៗទៀតជាច្រើនខ្ញុំអត់ស្គាល់អស់ហើយនិយាយទៅគេមានដាក់អក្សរនៅហ្នឹងដែរមានដាក់អក្សរល្បែងវិជាប្រិយខ្មែរយើងនៅហ្នឹងណាហើយអ្នកលេងបាញ់ទឹកចូលចិត្តមកភូមិខាងហ្នឹងគឺធានាថាមិនខកអំណងឡើយសម្បូរកន្លែងលេងច្រើនមានផ្ទះលើទឹកមានស្ពានលើទឹកអីចឹងណាមានកន្លែងគេសម្រាប់ដើរលេងខាងលើទឹកហ្នឹង នៅខាងលើទឹកនោះក៏មានជិះកង់លើទឹកហើយមានបវរកញ្ញាធ្លាក់ទឹកហើយនឹងមានរឹមស្គរដៃរឹមអីទៀតអញ្ចឹងហើយមានបណ្ដាលលើទឹកផងដែរនិយាយទៅខ្ញុំទៅនោះខ្ញុំដើរទៅឆ្វែលជុំវិញតាពាំងសេះហើយនឹងខាងមុខប្រាសាទអង្គរវត្តតែម្ដុំហ្នឹងឯងហើយអំឡុងពេលដែលទៅនោះគឺគាត់អត់ទាន់រៀបចំហើយទេគាត់នៅមានដាក់ភ្លើងនិងដាក់ផ្កាថែមទៀតអញ្ចឹងបើសិនជាគេរៀបចំរួចហើយធានាថាស្អាតជាងនឹងទៀតហើយបើគេមានភ្លើងមានអីទៀតនោះ គេមានកន្លែងរំកន្លែងអីច្រើននៅនឹងមើលគ្រាន់តែមើលក៏មានអារម្មណ៍ថារំភើបមុនលក្ខណៈថាចង់រាំដែរអញ្ចឹងណាកុំភ្លេចមកទស្សនាទាំងអស់គ្នានៅថ្ងៃបញ្ចូលឆ្នាំខ្មែរមករំលែកកម្សាន្តនៅលើល្បែងវិជាប្រិយនៅខាងមុខប្រាសាទអង្គរវត្តទាំងអស់គ្នាហើយពិចារណា